សូមគោរពជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទឥឡូវខ្ញុំជួបខ្ញុំទៀតហើយថ្ងៃខ្ញុំរក្សានឹងឲ្យបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានសាច់រឿងសម្រាប់ចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺមានបងស្រីម្នាក់គាត់បានឆាតមករកខ្ញុំបាទផ្ទាល់ក្នុង Telegram អញ្ចឹងណាអ្នកគ្នាបាទអ្នកទាំងអស់គ្នាអាចចែករំលែកសាច់រឿងនេះបានបាទអាចចែករំលែកសាច់រឿងផ្សេងអញ្ចឹងណាហ្នឹងហើយអាចចែករឿងសាច់រឿងផ្សេងឲ្យខ្ញុំបានដឹងបានយល់ផងហើយខ្ញុំនឹងយកមកនិយាយក្នុងវីដេអូរបស់ខ្ញុំផ្ទាល់ហ្នឹងហើយរឿងហ្នឹងគឺមានឈ្មោះថានៅជាមួយប្តីដើមហ្នឹងនៅជាមួយប្តីដើមក្មេងអញ្ចឹងណាហ្នឹងហើយអត់មានកូនទេប៉ុន្តែបើจะនៅជាមួយប្តីចំណាស់អាយុ80ឆ្នាំជាងអ្នកនរគ្នាទើបមានកូនហ្នឹងហើយសាច់រឿងមួយហ្នឹងគឺបងស្រីម្នាក់គាត់បានចែករំលែកមកដល់ខ្ញុំបាទផ្ទាល់ហ្នឹងហើយគាត់ចែករំលែកប្រហែលជាប្រហែលថ្ងៃមុនថ្ងៃហ្នឹងអស់គ្នាបាទដោយសារតែរឿងហ្នឹងគឺយូរខ្លាំងមែនទែនអស់គ្នាមិនមែនទៅមកលើទេអញ្ចឹងណាយូរហើយរឿងហ្នឹងពីសាច់រឿងដើមឡើយដំបូងហ្នឹងគឺបងស្រីហ្នឹងគាត់បានតាក់ទងទៅកាន់បងប្រុសម្នាក់ហ្នឹងហើយគាត់អត់សុំឲ្យចេញឈ្មោះទេអញ្ចឹងណាហ្នឹងហើយពីដំបូងឡើយហ្នឹងគាត់តាក់ទងគ្នាសង្សារអញ្ចឹងណាយើងឆាតលេងជាមួយគ្នាបែបលក្ខណៈធម្មតាទេហ្នឹងហើយពេលមួយហ្នឹងគាត់ទៅធ្វើការមកកន្លែងណាគ្នាបាទធ្វើការរោងចក្រអញ្ចឹងណាហ្នឹងហើយយើងធ្វើការរោងចក្រយើងជួលផ្ទះគេអីនៅធម្មតាហ្នឹងហើយហើយបងប្រុសម្នាក់ហ្នឹងគាត់ដំបូងហ្នឹងក៏គាត់នៅធ្វើរោងចក្រដែរណាគ្នាបាទធ្វើរោងចក្រមួយគ្នាអីចឹងទៅហ្នឹងហើយស្នេហ៍មិនឈ្នះស្និទ្ធមែនអញ្ចឹងណាចឹងទៅក៏បងប្រុសហើយនឹងបងស្រីម្នាក់ហ្នឹងក៏គាត់ធ្វើការដូចឧទាហរណ៍តែយើងធ្វើការខាងវិកខ្ចប់វារោងចក្រយើងមានធ្វើការខាងផ្សេងផ្នែកអញ្ចឹងណាអ្នកនរគ្នាបាទមានផ្នែកកាត់ដេរឬក៏មានផ្នែកវិកខ្ចប់មានផ្នែកអីផ្សេងបន្តទៀតច្រើនណាចឹងហើយបងស្រីម្នាក់ហ្នឹងក៏គាត់បានទៅធ្វើការឲ្យដូចធម្មតាអញ្ចឹងណាពេលធ្វើការយើងជិះឡានខាងក្រុមហ៊ុនគេអញ្ចឹងណាហ្នឹងហើយថ្ងៃមួយហ្នឹងក៏គាត់បានជួបគ្នាអញ្ចឹងទៅស្នេហ៍ដល់ហើយហ្នឹងក៏គាត់បានជួបគ្នាក៏គាត់បានដំបូងគាត់ថាអូនឯងស្អាតមែនគឺអញ្ចឹងបងប្រុសម្នាក់ហ្នឹងគាត់ថាអូនឯងស្អាតមែនអញ្ចឹងទៅក៏គាត់រៀងបងស្រីម្នាក់ហ្នឹងគាត់ថាមិនស្អាតណាធម្មតាតាតែពេលហ្នឹងឡើយក៏គាត់បាននិយាយគ្នាជាហោហែអញ្ចឹងណាហ្នឹងហើយគាត់និយាយគ្នាលេងទៅក៏បងប្រុសនិងបងស្រីក៏មានអារម្មណ៍ថាយើងនិយាយទៅចុះសម្រងគ្នាអញ្ចឹងណាហ្នឹងហើយនិយាយទៅចុះសម្រងគ្នាពេលអញ្ចឹងទៅក៏គាត់បានសុំលេខឬក៏សុំ Instagram Telegram អីចឹងទៅហ្នឹងហើយគាត់ហ្នឹងក៏មានទូរស័ព្ទប្រើដែរអ្នកនេះប្រហែលជា2000ថ្មីគូសំដែរអ្នកនេះប្រហែល2018 2019អីចឹងណាសារកូវីដអីចឹងទៅកូវីដក៏គេអត់ទាន់បិទរោងចក្រអីរោងចក្រមួយចំនួនក៏គេបិទអ្នកនេះបាទរោងចក្រខ្លះក៏គេបិទរោងចក្រខ្លះក៏អត់ចឹងណាពេលហ្នឹងហើយក៏គាត់បានត្រឡប់ទៅធ្វើការអីដូចធម្មតារបស់គាត់ចឹងទៅហ្នឹងហើយពេលហ្នឹងគឺបងប្រុសហ្នឹងគាត់បានឆាតទៅរកបងស្រីមុនអញ្ចឹងណាហ្នឹងហើយគឺថាសួរថាអូនឯងនៅខេត្តណាសួរអូនឯងសុខមានសង្សារនៅអីនៅអញ្ចឹងទៅបៀបញ៉ែអញ្ចឹងណាហ្នឹងហើយពេលហ្នឹងហើយក៏គាត់បានសួរទៅកាន់បងស្រីថាបងឯងនៅខេត្តណាហើយបងឯងកូនទីម៉ាអីចឹងណាបងស្រីហ្នឹងក៏បានប្រាប់វិញថាខ្ញុំបងគេអញ្ចឹងណាដោយសារខ្ញុំត្រូវការលុយត្រូវការអីដើម្បីឲ្យកូនរៀនអញ្ចឹងទៅវិញបងស្រីហ្នឹងក៏ទៅសើមានទេណានេះជីវភាពគាត់មកសំរុំមិនដែរអញ្ចឹងទៅពេលហ្នឹងក៏គាត់បាននិយាយលេងឆាតអីមួយគ្នាធម្មតាទេក៏គាត់បានតាក់ទងគ្នារយៈពេលប្រហែល3ខែណានេះ3ខែបងប្រុសម្នាក់ហ្នឹងក៏បានសារភាពថាស្រឡាញ់គាត់អីចឹងទៅហ្នឹងហើយបានសារភាពស្រឡាញ់គាត់ចឹងណាពេលហ្នឹងក៏បងស្រីគាត់បានមើលចិត្តទៅកាន់បងប្រុសប្រហែលជាគាត់ថាយើងសាកមើលចិត្តគ្នាសិនទៅអញ្ចឹងណាហ្នឹងហើយសាកមើលចិត្តគ្នា3ខែទៀតក៏បងស្រីម្នាក់ក៏គាត់ព្រមស្រឡាញ់អញ្ចឹងណាតែមួយយើងត្រូវគ្នារៀងខ្លួនអញ្ចឹងទៅហ្នឹងហើយពេលហ្នឹងក៏បងស្រីគាត់បានពេញចិត្តទៅលើបងប្រុសផងដែរហ្នឹងហើយប៉ុន្តែទី1ក៏គាត់អញនិយាយរួមបានថាគាត់ក្រអញ្ចឹងណាគាត់ចង់តាក់ទងមួយបងប្រុសម្នាក់ហ្នឹងក៏គាត់មានជីវភាពអីល្អណាស់ហើយគាត់មកសំលមមកអញចាំពូនកូនរស់អីចឹងទៅហ្នឹងហើយពេលហ្នឹងក៏គាត់បានស្រឡាញ់គ្នាអស់រយៈពេលប្រហែលជា
3 4 ខែទៀតអស់គ្នាបាទ3 4 ខែ3 4 ខែពេលហ្នឹងហើយគាត់ក៏បានអញនិយាយបានថាគាត់ស្រឡាញ់គ្នាខ្លាំងពេកទៅក៏គាត់បានសន្សំលុយមួយចំនួនគាត់រស់នៅមួយគ្នាដូចប្តីប្រពន្ធអញ្ចឹងណាហ្នឹងហើយគាត់ក៏ស្រឡាញ់ចិត្តថារស់នៅមួយគ្នាដូចប្តីប្រពន្ធអញ្ចឹងទៅពេលហ្នឹងហើយក៏គាត់បានគេងបានអីជាមួយគ្នាអញ្ចឹងទៅហ្នឹងហើយដល់ពេលរស់នៅមួយគ្នាគេងមួយគ្នាអីមួយគ្នាហើយក៏អត់បានការពារកាអីដែរក៏ស្រាប់តែអត់មានកូនមានអីទេណាគ្នាពេលអត់មានកូនមានអីទេក៏គាត់បានតែពិនិត្យសុខភាពនឹងអីអញ្ចឹងទៅក៏ពេលគាត់ប្រាប់ថាបងឯងហើយនឹងប្រពន្ធបងឯងហ្នឹងអត់មានអីទេបងពេលហ្នឹងគាត់ហៅប្រពន្ធអីចឹងណាយើងរស់នៅមួយគ្នាអញ្ចឹងណាថាបងឯងអត់មានអីទេឬគណៈធម្មតាឬក៏ពួកវីនពួកតាំងអីធម្មតាទេហ្នឹងឯងពេលហ្នឹងហើយគាត់ក៏បានត្រឡប់មកវិញចឹងទៅពេលហ្នឹងក៏គាត់បានទៅធ្វើការទៅអីធម្មតាអញ្ចឹងណាសាច់ឡើងគាត់បានទៅធ្វើការទៅអីធម្មតាអញ្ចឹងទៅពេលហ្នឹងហើយក៏គាត់បានសួរម៉ែឪរបស់គាត់អញ្ចឹងណាសួរម៉ែឪរបស់បងប្រុសហ្នឹងក៏សួរម៉ែឪខ្លួនឯងអញ្ចឹងសួរថាម៉ែឥឡូវកូនបានកូនគេមកហើយកូនក៏ស្រឡាញ់គ្នាដែរនៅមួយគ្នារយៈពេលយូរគ្រាន់ហើយប្រហែលជា3 4 ខែហើយអញ្ចឹងទៅនេះ3 4 ខែចូលជិត1ឆ្នាំហើយគៀក1ឆ្នាំហើយអ្នកគ្នាមក3 ខែហើយ3 ខែទៀតហើយ3 ខែទៀតចូល9 ខែជិត1ឆ្នាំហើយចឹងទៅក៏គាត់បានសួរម៉ែឪគាត់អីចឹងទៅក៏គេចោះទៅសួរសុខទុក្ខផ្ទះរៀងខ្លួនអញ្ចឹងណាដូចឧទាហរណ៍ថាយើងបងស្រីហ្នឹងក៏ទៅផ្ទះខាងបងប្រុសអញ្ចឹងទៅហ្នឹងហើយទៅលេងម៉ែក្មេកទៅលេងឪក្មេកអីចឹងទៅហ្នឹងហើយស្រាប់បងប្រុសវិញក៏គាត់បានទៅលេងខាងបងស្រីវិញខាងដែរហ្នឹងហើយទៅលេងគ្រួសារអញ្ចឹងណាដល់ពេលគាត់ទៅឃើញគ្រួសារគ្នាលំបាកអីជាងគាត់ទៅទៀតហ្នឹងហើយហ្នឹងហើយអ្នកនរគ្នាបាទបងស្រីម្នាក់ហ្នឹងក៏គាត់និយាយរួមទៅគាត់និយាយត្រង់ដែរហ្នឹងហើយគាត់ថាគាត់ជីវភាពគាត់ក្រអត់បានដូចគេទេអញ្ចឹងទៅពេលហ្នឹងហើយក៏បងប្រុសបានសំណោះបានអីអញ្ចឹងណាក៏គាត់បានប្រាប់ម៉ែឪរបស់គាត់ហ្នឹងដើម្បីឲ្យការសែនអីអញ្ចឹងណាដើម្បីរស់នៅមួយគ្នាអញ្ចឹងទៅគាត់បានការសែនអីអញ្ចឹងទៅហ្នឹងហើយដើម្បីរស់នៅមួយគ្នាពេលហ្នឹងហើយក៏គាត់រស់នៅមួយគ្នារយៈពេលកាត់ការជាមួយគ្នារហូតដល់រយៈពេល5 ឆ្នាំនេះគាត់នៅធ្វើការនៅអីនៅពេញធម្មតាអញ្ចឹងណាពេលហ្នឹងហើយក៏គាត់នៅមួយគ្នារយៈពេលអស់5 ឆ្នាំប៉ុន្តែគាត់អត់មានកូនទេអញ្ចឹងប្តីគាត់ខ្លាំងដែរអ្នកនេះខ្លាំងប៉ុន្តែអត់មានកូនអីចឹងទៅហ្នឹងហើយគាត់ក៏បាននៅមួយគ្នារស់នៅមួយគ្នាឲ្យធម្មតាគាត់អត់បាននិយាយរួមប្តីគាត់ចង់បានកូនអីចឹងណាហ្នឹងហើយពេលហ្នឹងហើយគឺប្តីគាត់បានស្រកខ្លាំងមែនទេអ្នកនេះទិញប្រពន្ធរបស់គាត់ទិញសាករបស់បើអីចឹងណាបីបើគាត់ចឹងទៅប្តីប្រពន្ធរបស់គាត់ក៏ទិញរបស់បើដើម្បីឲ្យប្តីរបស់គាត់ខ្លាំងដើម្បីយើងចង់បានកូនផងអីផងអញ្ចឹងអាសាយើងស្រឡាញ់គ្នាយូរហើយ5 ឆ្នាំហើយពេលហ្នឹងហើយក៏គាត់និយាយរួមគាត់នៅជាមួយគ្នាបានរយៈពេល3 ឆ្នាំទៀតទៅបងប្រុសអញនិយាយបានថាគាត់ខំអស់ពីសមត្ថភាពហើយប៉ុន្តែនៅតែអត់អាចមានកូនបានអីចឹងទៅគាត់អាចមានកូនបានដោយសារគាត់ខំប្រឹងអស់ពីសមត្ថភាពហើយខំនិយាយរួមទៅគាត់ប្រើគប់ក្បាច់42ក្បាច់ប្រើអស់ហើយអញ្ចឹងណាហ្នឹងហើយពេលហ្នឹងហើយគឺគាត់អាចមានកូនបានខំតស៊ូផងធ្វើការផងអីផងទៅមន្ទីរពេទ្យផងនិយាយរួមទៅរើសគ្រប់វិធីបណ្ដោយដើម្បីចង់បានកូនអញ្ចឹងទៅពេលហ្នឹងក៏គាត់មានកូនអត់បានទេមិនដឹងដោយសារមូលហេតុពីអីដែរខំទៅរកឆ្នាំខ្មែរផងអីផងទៅពេទ្យផងអីផងក៏សំណោះគាត់ដែរប៉ុន្តែស្រាប់តែថ្ងៃមួយអ្នកអស់គ្នាស្រីថ្ងៃមួយក៏បងស្រីម្នាក់ហ្នឹងមានអារម្មណ៍ថារៀងអន់សពុតចិត្តផងដែរឬក៏យើងអាចនិយាយបានថាប្រេះឆាអញនិយាយបានថាដល់ពេលយើងអត់កូនទៅយើងនៅអត់សុខរៀងខ្លួនអញ្ចឹងណាយើងរបៀបថាយើងអញនិយាយបានថាយើងអស់ចិត្តរៀងខ្លួនហ្នឹងហើយពេលហ្នឹងគឺបងស្រីនិងបងប្រុសបានរបៀបថាម្នាក់ចង់ឲ្យចែកផ្លូវគ្នាអញ្ចឹងទៅភាសាតែនៅមួយគ្នាយូរហើយអត់មានកូនទេមានកូនទេអញ្ចឹងហើយក៏បងស្រីនឹងហើយនឹងបងប្រុសក៏គាត់បានទៅស៊ូម៉ែឪអញ្ចឹងទៅហ្នឹងហើយស៊ូម៉ែឪថាម៉ែឲ្យកូន
ការចូល8ឆ្នាំហើយអត់ទាន់មានចៅមានអីម៉ែទៀតគាត់ក៏បានប្រាប់ម៉ែថាម៉ែធ្វើមិនបើខ្ញុំខំអស់ប្រឹងទៅសមត្ថភាពហើយទៅពេទ្យក៏ទៅរកថ្នាំខ្មែរថ្នាំអីផឹកក៏រកហើយនៅតែអត់អញ្ចឹងទៅពេលហ្នឹងក៏គាត់បានត្រឡប់មកវិញអញ្ចឹងទៅពីអ្នកប្រពន្ធគាត់អញ្ចឹងទៅគាត់ធ្វើការធ្វើអីធម្មតាប្រពន្ធគាត់ធ្វើបាយសាឡបាយទឹកអីឲ្យប្រដេកគាត់ធម្មតាអញ្ចឹងទៅពេលហ្នឹងក៏គាត់បាននិយាយរួមថាគាត់បានយរុំគាត់អស់ចិត្តរៀងខ្លួនអញ្ចឹងទៅក៏គាត់បានស្រេចចិត្តថាគាត់ស៊ូម៉ែឲ្យគាត់អញ្ចឹងគាត់ក៏ត្រឡប់ទៅស៊ូម៉ែឲ្យគាត់ម៉ែកូនស្រឡាញ់គ្នា8ឆ្នាំជាងហើយអត់មានកូនសោះម៉ែកូនណាមួយក៏ប្តីរបស់កូនអត់សូវជួយចិត្តកូនដែរស្អីប្តីរបស់គាត់តែងតែចេញទៅក្រៅរកស្រីរយផ្សេងអញ្ចឹងណាពេលហ្នឹងហើយពួកគាត់ក៏បាននិយាយគ្នាអីទៅហើយក៏គាត់បានលេងលះគ្នាលេងលះគ្នាពេលហ្នឹងគឺគាត់បានលេងលះគ្នាចំនួនប្រហែលជា2ឆ្នាំនេះអត់ទេ2ឆ្នាំថ្ងៃមួយហ្នឹងក៏គាត់បានដើរទៅផ្សារអញ្ចឹងគាត់បានដើរទៅផ្សារផ្សារគៀនផ្ទះគាត់ដែរទេគាត់បានដើរទៅផ្សារក៏ជួបលោកអ៊ំម្នាក់អាយុប្រហែលជា80ឆ្នាំជាងអស់គ្នា80ឆ្នាំក៏គាត់បាននិយាយលក្ខណៈថាធម្មតាសោកទុកអីក្មួយមកពីណាអីចឹងណាចង់បានអីអញ្ចឹងទៅពេលហ្នឹងក៏គាត់ថាអ៊ំខ្ញុំមកពីផ្សារទិញម្ហូបទិញអីតិចតួចអញ្ចឹងទៅពេលហ្នឹងក៏គាត់បានអង្គុយនិយាយគ្នារយៈពេលគូសំដែរណាគ្នាប្រហែលជា1ម៉ោង2ម៉ោងដែរអញ្ចឹងណាហ្នឹងហើយពេលហ្នឹងហើយបងស្រីក៏បានត្រឡប់ទៅផ្ទះវិញអញ្ចឹងទៅហើយលោកតាក៏គាត់បានចូលទៅក្នុងវិញអញ្ចឹងផ្ទះគាត់ធំដែរលោកតានឹងមានណាតានឹងមានអ្នកគ្នាមានពេលហ្នឹងហើយក៏គាត់បានស្អែកឡើងក៏គាត់បានទៅផ្សារម្ដងទៀតគាត់បានទៅផ្សារម្ដងទៀតក៏គាត់បានទៅផ្សារហើយទិញអីបានទិញអីហើយក៏គាត់បានចេញមកវិញក៏ជួបតានឹងទៀតណាជួបតាហើយតានឹងបជាគាត់នៅតំណែងឯងទេណាពួកកូនចៅគាត់នៅឆ្ងាយអស់ហើយអញ្ចឹងណាគាត់នៅម្នាក់ឯងទេហើយគាត់បងស្រីនឹងគាត់មានអារម្មណ៍ថាចូលចិត្តតានឹងដែរអញ្ចឹងទៅសារគាត់ឃើញគាត់មានផងអញ្ចឹងណាអញ្ចឹងទៅក៏គាត់បានចូលទៅនិយាយលេងអញ្ចឹងចូលទៅដល់ក្នុងផ្ទះគាត់អញ្ចឹងទៅអាប្រៃយើងកន្លែងយើងអង្គុយលេងខាងមុខផ្ទះហ៎គាត់ក៏បានចូលទៅនឹងទៅហើយពេលហ្នឹងក៏គាត់បានចូលទៅនិយាយនេះនោះអញ្ចឹងទៅណាខ្ញុំអត់ទៅដឹងដែររឿងហ្នឹងគាត់និយាយអីទេគាត់ក៏បានចូលទៅនិយាយគ្នាអីលក្ខណៈធម្មតាទេណាគ្នាបាទពេលហ្នឹងគឺបងស្រីគាត់បាននិយាយបានថាគាត់រឿងស្រឡាញ់តានឹងដែរសារឃើញតានឹងមានអីចឹងណាគាត់ក៏បានអូកាឡាអូអីចឹងទៅក៏បានស្ទាបបានអីចឹងណាហ្នឹងហើយតានឹងដូចមានអារម្មណ៍គ្នាមានអារម្មណ៍ក៏គាត់បានចូលទៅក្នុងដល់ទិញដៃម្នាក់ស្រីនឹងឲ្យចូលទៅក្នុងដល់ហើយពេលហ្នឹងក៏គាត់បានគេងជាមួយគ្នាអីចឹងទៅហ្នឹងហើយដល់ពេលចប់ស្រុបគ្រប់ហើយ72ក្បាច់អីអស់ហើយគាត់ក៏បានចេញហើយគាត់ក៏បានឲ្យលុយចែកនឹងខ្លះចឹងទៅឲ្យលុយចែកនឹងខ្លះចឹងពេលហ្នឹងហើយគាត់ក៏បានចែកម្នាក់ហ្នឹងក៏បានចេញទៅវិញក៏បានចេញទៅវិញចឹងណាក៏បានចេញទៅវិញហើយក៏គាត់ស្អែកឡើងក៏គាត់មកសាធម្មតាទៀតណាសាធម្មតាទៀតក៏គាត់បានទិញបន្លែប្លុកទិញអីវ៉ាន់អីអស់ហើយគាត់ក៏បានត្រឡប់មកវិញគាត់ក៏ចូលផ្ទះតានឹងទៀតហ្នឹងហៅឲ្យដៃគេហើយគេអត់យកវាអត់កើតគាត់ក៏បានដើរចូលផ្ទះតានឹងអញ្ចឹងទៅហើយស្រាប់តែពេលហ្នឹងក៏គាត់បាននិយាយគ្នាលេងឲ្យធម្មតាអញ្ចឹងហើយចែម្នាក់ហ្នឹងគាត់បានធ្វើអញ្ចឹងទៀតណាគាត់បានស្ទាបអីអញ្ចឹងហើយតានឹងមានអារម្មណ៍អញ្ចឹងទៅតានឹងគឺនាំចូលក្នុងផ្ទះម្ដងទៀតនាំចូលក្នុងផ្ទះម្ដងក៏ហើយ72ក្បាច់អីអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក៏គាត់បានសួរម្នាក់ស្រីនឹងអញ្ចឹងទៅសួរថាឲ្យចង់ឲ្យតាធ្វើម៉េចចង់ឲ្យតាចូលទៅស្ដីចែកចៅឬក៏ចូលទៅស្ដីដណ្ដឹងអីចឹងណាហ្នឹងហើយតានឹងក៏បានសួរអញ្ចឹងទៅក៏ម្នាក់ស្រីនឹងរឿងស្រឡាញ់តានឹងដែរអញ្ចឹងទៅ
ពូតានឹងខ្លាំងណាស់គ្នា72ក្បាច់72ក្បាច់ពេលហ្នឹងហើយក៏គាត់យ៉ាដូចជាតាហ្នឹងក៏គាត់រឿងស្រឡាញ់ចិត្តអីណាស់ដែរអញ្ចឹងណាអញ្ចឹងទៅក៏គាត់បានទៅចូលសួរចូលអីចឹងទៅខាងបងប្អូនគេក៏អត់មានតែប្រកាន់ទេព្រោះឃើញតានឹងមានដែរបងប្អូនទឹកលុយសម្លាប់ចិត្តខ្ញុំហើយពេលហ្នឹងក៏គាត់បានចូលស្ដីនឹងអញ្ចឹងទៅគាត់ក៏ខ្លាចថាជាប្តីប្រពន្ធរបស់គ្នាអញ្ចឹងណាហើយផ្ទះគ្រួសារបងស្រីហ្នឹងគឺគាត់ក្រខ្លាំងមែនទេបងប្អូនពេលអញ្ចឹងទៅក៏លោកតានឹងគាត់បានធ្វើផ្ទះធ្វើឲ្យម៉ែក្មេកអញ្ចឹងណានឹងធំមកអញ្ចឹងទៅពេលហ្នឹងក៏លោកតាគាត់បាននៅជាមួយបងស្រីនឹងរយៈពេលប្រហែលជា2ឆ្នាំមក2ឆ្នាំកន្លះក៏នៅមួយគ្នា2ឆ្នាំកន្លះហ្នឹងក៏អត់សូវបានប៉ះពាល់អីទេអញ្ចឹងណាដោយសារគាត់សៅវល់រស់ស៊ីផងអញ្ចឹងទៅពេលហ្នឹងក៏ថ្ងៃមួយក៏គាត់ចង់ឲ្យបើប្រពន្ធគាត់ហ្នឹងបើកតូបបើកអីលក់នៅមុខអញ្ចឹងណាដើម្បីយើងរស់នៅមួយគ្នាអីចឹងទៅមួយចង់បានកូនផងគាត់នៅជួហើយអញ្ចឹងទៅប្រពន្ធគាត់ក៏ធ្វើតាមប្តីគាត់អីចឹងបើកតូបបើកអីលក់ខាងមុខអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក៏គាត់នៅមួយគ្នារហូតបានរយៈពេលជា3ខែក៏ប្រពន្ធរបស់គាត់ហ្នឹងមានអារម្មណ៍ថាអត់សូវស្រួលខ្លួនរៀងអន្ថើដូចមនុស្សចាញ់កូនអញ្ចឹងណាប្តីរបស់គាត់ក៏បានយកប្រពន្ធរបស់គាត់ទៅពិនិត្យតិចពុះតិចមើលអញ្ចឹងណាក៏ពេលគេបានប្រាប់ថាអ៊ំមើលប្រពន្ធរបស់ម៉ែហ្នឹងមានកូន2ខែហើយចឹងទៅគាត់សប្បាយចិត្តខ្លាំងមែនទេបងប្អូនមនុស្សចាស់ណាលើក3ប្រពន្ធរួចដោយសារតែអស់ពេកអញ្ចឹងទៅពេលហ្នឹងហើយក៏គាត់ខំថ្នមប្រពន្ធគាត់ផងអីផងគាត់ជួយអីវ៉ាន់យឺលើអីវ៉ាន់ជួយអីប្រពន្ធគាត់អញ្ចឹងទៅរហូតទៅដល់ប្រពន្ធគាត់បានសារ៉ាកូនរហូតដល់កូនកើតមកអញ្ចឹងទៅតានឹងល្អដែរក៏អត់សូវចាស់ក្រក់ដែរអញ្ចឹងណាហើយរឿងជើងក៏មានតែប៉ុណ្្នឹងដែរណាអរគ្នាហើយក៏អរគុណច្រើនដល់បងប្អូនអរគ្នាដែលបានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយហ្នឹងគឺបងស្រីម្នាក់ហ្នឹងគឺគាត់មានកូនចំនួន3នាក់ឯណាឥឡូវក៏សូមជម្រាបលាទៅដល់បងប្អូនអរគ្នាផងដែរបាទអរគុណច្រើនអ្នកនរគ្នាបាទ